ស្ត្រីម្នាក់នោះត្រូវបានមិត្តប្រុសដែលមានរូបរាងមធ្យមបោកប្រាស់មនុស្សម្នាក់ៗក្នុងសាលាទាំងអស់សុទ្ធតែបានដឹងថាគោលដៅចុងក្រោយរបស់សាមគឺគ្រាន់តែចង់ដេកជាមួយនាងតែប៉ុណ្ណោះ Benny បានសុំចែកផ្លូវជាមួយគេទាំងកំហឹងភ្លាមបន្ទាប់ពីការបែកបាក់បុរសសង្ហាពីរនាក់បានបង្ហាញតួនៅក្បែរនាង Benny ត្រូវបានទាក់ទាញអារម្មណ៍យ៉ាងខ្លាំងដោយសាររូបសម្រស់ដ៏ស្រស់សង្ហារបស់ពួកគេឪពុកម្ដាយរបស់នាងបានហៅនាងឲ្យក្រោកពីគេងដើម្បីទៅរៀនប៉ុន្តែ Benny បាននិយាយថានាងចង់សុំច្បាប់សម្រាប់ពីការសិក្សាពួកគាត់មិនយល់ទាល់តែសោះថាហេតុអ្វីបានជានាងចង់សុំច្បាប់ទាំងដែលសាលាទើបតែចូលរៀនពួកគាត់ចាំបានថា Benny ធ្លាប់បានលើកឡើងពីរឿងបដូរសាលាមុននេះប៉ុន្តែនាងបានបដូរចិត្តវិញនៅពេលដែលមានបុរសសង្ហាម្នាក់បានចូលមករៀនក្នុងថ្នាក់របស់នាងទោះជាយ៉ាងណាលើកនេះ Benny បានបដិញ្ញាចិត្តយ៉ាងមុតមមនឹងសុំច្បាប់សម្រាប់ឲ្យខាន់តែបាននាងបានទៅសាលាជាមួយនឹងពាក្យសុំច្បាប់នៅខណៈនោះមានបុរសម្នាក់បានដើរមកជិតនាងដើម្បីសួរផ្លូវ Benny បានងើយមើលទៅរួចក៏ស្លុំអារម្មណ៍ភ្លាមដោយសារតែភាពសង្ហារបស់គេនាងមិនអាចដកខ្សែភ្នែកចេញពីគេបានឡើយក្នុងចិត្តរបស់នាងពោពេញទៅដោយរូបភាពស្រមៃនៃការដើរលេងជាមួយគេនាងបានភ្ញាក់ដឹងខ្លួនមកវិញហើយចាំបានថាគេកំពុងតែសួរផ្លូវ Benny បានចាប់អារម្មណ៍ថាគេកំពុងកាន់សៀវភៅផ្នែកចម្លាក់នាងក៏បានសួរថាតើគេជាសិស្សថ្មីក្នុងផ្នែកចម្លាក់មែនទេ Tim បានឆ្លើយថាគេមិនមែនជាសិស្សថ្មីទេភ្លាមនោះ Benny ក៏បានហែកពាក្យសុំច្បាប់សម្រាប់របស់នាងម្ដងនាងបានសម្រេចចិត្តបន្តរៀននៅសាលាវិញនាងបានបង្ហាញផ្លូវទៅកាន់ Tim ដោយក្តីរីករាយ Benny ក៏ទទួលបានលេខទំនាក់ទំនងរបស់គេដោយជោគជ័យនាងមានអារម្មណ៍រំភើបយ៉ាងខ្លាំងនៅតាមផ្លូវត្រឡប់មកវិញបន្ទាប់មកនាងក៏បានជួបជាមួយ Max នាងមានអារម្មណ៍ថានាងត្រូវបានទាក់ទាញដោយមន្ត្រីស្នេហ៍របស់គេភ្លាមរូបភាពនៃការដើរលេងជាមួយគេបានផុសឡើងក្នុងចិត្តរបស់ Benny ម្ដងទៀតនាងមានអារម្មណ៍ថាខ្លួនឯងពិតជាសម្រេចចិត្តត្រឹមត្រូវណាស់ដែលមិនដាក់ពាក្យសុំច្បាប់សម្រាប់ Tim បានឃើញស្នាដៃចម្លាក់របស់ Benny ហើយគេក៏ចាប់អារម្មណ៍ថារូបចម្លាក់នោះមើលទៅដូចរូបគេបេះបិទ Benny បានចែករំលែករឿងរ៉ាវដែលបានកើតឡើងនៅថ្ងៃនេះប្រាប់ Lisa នាងមានអារម្មណ៍ថាសាលារៀនពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងជាលើកដំបូងប៉ុន្តែសកម្មភាពនានានៅដើមឈ្មោះនេះធ្វើឲ្យពួកគេមិនសូវមានពេលទៅតាមមើលបរិសសង្ហាឡើយ Benny បានស្រមៃពីការឈរនៅក្រោមដើមឈើរីរីស្គូស្កៅជាមួយមនុស្សដែលនាងស្រឡាញ់ប៉ុន្តែនាងក៏មានអារម្មណ៍ថាសេចក្តីសុខបែបនេះប្រហែលជាមិនកើតឡើងចំពោះនាងឡើយ Max បានកាត់តវីដេអូដើម្បីដាក់ប្រកួតយ៉ាងយកចិត្តទុកដាក់ Benny បានដើរទៅបុក Max ដែលកំពុងដំណើរទៅដាក់វីដេអូនោះនាងបានលួចសរសើររូបសង្ហារបស់គេម្ដងទៀតចៃដន្យមិត្តភក្តិរបស់គេម្នាក់ស្ទើរតែដួលក្នុងពេលដែលកំពុងបញ្ចុកអ្វីមួយដល់ Max Benny បានរត់ទៅជួយគេប៉ុន្តែបែរជាធ្វើឲ្យ tablet របស់ Max ធ្លាក់ទៅលើដីគម្រោងវីដេអូទាំងអស់ត្រូវបានបាត់បង់ទាំងស្រុងតែម្ដង Benny ត្រូវសងការខូចខាតចំនួន2លានវ៉ននាងបានសុំទោសគេមិនដាច់ពីមាត់ហើយសួរថាតើនាងអាចសុំបងរំលោះបានទេ Max ខាងសម្បាយយ៉ាងខ្លាំងគេបានចាប់ដៃ Benny រួចទាមទារយកលេខទូរស័ព្ទរបស់នាងមានអារម្មណ៍ថាពិភពលោករបស់នាងបានរលាយបាត់អស់ហើយ